ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានថ្ងៃនេះយើងនឹងទៅទស្សនាវត្តអារាមមួយកន្លែងទៀតដែលមានឈ្មោះថាវត្តពោធិព្រឹក្សតកូវវត្តថ្កូវស្ថិតនៅក្នុងភូមិថ្កូវឃុំគីមសើងស្រុកថ្កូវខេត្តព្រះត្រពាំងទឹកដីកម្ពុជាក្រោមវត្តនេះបានកសាងឡើងនៅថ្ងៃអង្គារ900 ខែមិគសេឆ្នាំម្សាញ់ឆស័កពុទ្ធសករាជ2101ទៅនឹងគ្រិស្តសករាជ1557ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានថ្ងៃនេះយើងនឹងទៅទស្សនាវត្តអារាមមួយកន្លែងទៀតដែលមានឈ្មោះថាវត្តពោធិព្រឹក្សតកូវវត្តថ្កូវស្ថិតនៅក្នុងភូមិថ្កូវឃុំគីមសើងស្រុកថ្កូវខេត្តព្រះត្រពាំងទឹកដីកម្ពុជាក្រោមវត្តនេះបានកសាងឡើងនៅថ្ងៃអង្គារ900 ខែមិគសេឆ្នាំម្សាញ់ឆស័កពុទ្ធសករាជ2101ទៅនឹងគ្រិស្តសករាជ